chụp luôn đấy. Wow, sao mà. Dạ bóng ke. Nhìn đây ai con tay cái này. Chỉ thế sẽ phải ai cầu. ខ្ញុំនឹងនាំបងប្អូនទៅទស្សនាតំបន់ទេសចរធម្មជាតិមួយកន្លែងប៉ុន្តែមុនពេលទៅដល់ខ្ញុំចង់ឲ្យបងប្អូនមកទស្សនាទេសភាពនៅតាមផ្លូវសិនចាខ្ញុំបានមកដល់ហើយកន្លែងនោះគឺកំពង់ត្រាច់យើងនឹងឯងអត់មានណាឆ្ងាយទេខ្ញុំទៅគឺចិត្តពេញយើងនេះទេថ្ងៃនេះខ្ញុំនិងក្រុមការងារបានមកដើរលេងនៅកំពង់ត្រាច់ខេត្តកំពតនេះក៏នាំគ្នាសម្រេចថាជិះរទេះសេះនេះដើរលេងយើងជិះមើលទេសភាពជុំវិញភ្នំជុំវិញល្អាងអញ្ចឹងណាហើយសម្រាប់ទេសភាពវិញគឺស្រស់ស្អាតមែនទែនខៀវស្ងាត់ហ្មងសម្រាប់បងប្អូនដែលគាត់ចូលចិត្តមើលទេសភាពបែបនេះណាគឺគាត់អាចមើលវីដេអូខ្ញុំបានអត់ចាំបាច់ទៅផ្ទាល់គ្រាន់តែមើលតាមទូរស័ព្ទអញ្ចឹងក៏ឃើញទេសភាពគឺស្រស់ស្អាតសម្រាប់អ្នកគាត់ចូលចិត្តគឺមើលឲ្យគឺស្រឡាញ់ហ្មងសម្បីតែខ្ញុំមកកាត់វីដេអូឡើងហ្នឹងណាក៏ខ្ញុំនឹកឃើញខ្ញុំចង់ទៅទៀតដែរព្រោះយើងជារទេះសេះនេះគឺសប្បាយមែនទែនវាលាក់មែនតែវាសប្បាយហើយនៅក្នុងវីដេអូនេះដែរខ្ញុំអត់មានអីនិយាយច្រើនទេខ្ញុំនឹងផុសវីដេអូសុទ្ធដែលយើងជិះជុំវិញភ្នំជុំវិញល្អាងហ្នឹងជូនបងប្អូនទស្សនាĐể anh muối không? Wow.ចាអញ្ចឹងសម្រាប់អ្នកដែលគាត់មើលបានមកដល់ត្រឹមនេះមានន័យថាគាត់ស្រឡាញ់ធម្មជាតិខ្លាំងហើយបានគាត់អាចមើលដល់ត្រឹមនេះបានអញ្ចឹងឥឡូវនេះពួកខ្ញុំបានមកដល់គោលដៅដែលយើងត្រូវចុះលេងអញ្ចឹងគឺយើងមកលេងល្អាងអញ្ចឹងមកដល់ភ្លាមគឺត្រូវពៅមេធំមួយញ៉ាំសភេសជ្ជៈពៅកម្លាំងទៀតណានិយាយទៅអាណិតគ្នាដែរគ្នារត់មួយថ្ងៃមិនដឹងប្រហែលជើងទេតែពេលអញ្ចឹងទៅចេះផឹកគ្រឿងពៅកម្លាំងដូចមនុស្សយើងអញ្ចឹងគេចេះណាហើយនិយាយស្ដាប់គ្នាបានហ្មងឲ្យលឿនលឿនឲ្យយឺតយឺតឲ្យថ្នមថ្នមឲ្យរត់លឿនអូនិយាយទៅចេះសាហាវចានេះគ្នាគេ3 4ប្រទេសហ្នឹងគឺសិតតែអ្នកមកជាមួយគ្នាទាំងអស់អញ្ចឹងយើងអត់មានដើរលេងច្រើនយើងនាំគ្នាទៅមើលល្អាងតិចតួចហើយក៏យើងឡើងត្រឡប់មកវិញទៅព្រោះដោយសារឲ្យយើងត្រូវទៅបន្តទៀតអញ្ចឹងហើយយើងក៏ចេញដំណើរត្រឡប់មកវិញនៅផ្លូវត្រឡប់មកវិញហ្នឹងក៏ពោពេញទៅដោយធម្មជាតិដែរបងប្អូនជាមួយខ្ញុំដាក់ឲ្យបងប្អូនមើលគឺអូយស្អាតគ្រប់កន្លែងស្អាតគ្រប់ប្លង់ហ្មងណាពិបាកបរិយាយណា
គុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរសុខសប្បាយទាំងអស់គ្នា